ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាម្ដងទៀតហើយខ្ញុំគឺធីតាហើយថ្ងៃនេះយើងមានប្រធានបទដ៏ពិសេសមួយដែលយើងអត់បានគ្រោងទុកទេដែលអត់បានគ្រោងទុកមែនប៉ុន្តែយើងគិតថាជាប្រធានបទមួយដ៏សំខាន់ហើយអ្នកទាំងអស់គ្នាក៏ប្រហែលជាពិបាករកក៏ដូចជាមិនអាចរកស្ដាប់ឬក៏អាចស្វែងយល់ព័ត៌មាននៅក្នុងប្រធានបទនេះនៅកន្លែងណាផ្សេងដែរដូច្នេះយើងគិតថាសំខាន់សម្រាប់បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងអ្វីដែលយើងនឹងទៅជែកនេះយើងនឹងផ្ដោតទៅលើជុំវិញការដាក់ពាក្យទៅរៀននៅប្រទេសអូស្ត្រាលីប៉ុន្តែយើងនឹងផ្ដោតទៅលើអ្នកស្រឡាញ់ភេទដូចគ្នាមានន័យថាជាទូទៅការដាក់ពាក្យទៅរៀននៅអូស្ត្រាលីបើសិនជាយើងជាប់យើងអាចនាំដៃគូប្តីឬប្រពន្ធរបស់យើងនឹងទៅជាមួយបានប៉ុន្តែដោយអ្នកទាំងអស់គ្នាដឹងហើយថាអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាអត់ទាន់មានអត្តាស៊ីវិលនៅឡើយទេដូច្នេះហើយនៅពេលដែលយើងអត់ទាន់មានអត្តាស៊ីវិលនឹងឯងគឺជាឯកសារដ៏សំខាន់មួយដែលអាចបញ្ជាក់ថាជាប្តីឬប្រពន្ធហើយអាចទៅអូស្ត្រាលីជាមួយនឹងដៃគូរបស់យើងបានចុះអ្នកស្រឡាញ់ភេទដូចគ្នាបើយើងអត់ទាន់មានអត្តាស៊ីវិលអញ្ចឹងថាតើយើងធ្វើបែបណាទើបអាចនាំដៃគូឬក៏ប្តីប្រពន្ធរបស់យើងទៅអូស្ត្រាលីជាមួយនឹងយើងបានអញ្ចឹងថ្ងៃនេះដោយអ្នកនរគ្នាឃើញនៅខាងនេះអញ្ចឹងយើងមានភ្ញៀវពិសេសរបស់យើងមួយដែលគាត់ធ្លាប់បានឆ្លងកាត់នៅក្នុងបទពិសោធន៍នឹងរួចមកហើយគាត់បានជាប់ទៅរៀននៅអូស្ត្រាលីហើយក៏បាននាំដៃគូទៅជាមួយបានដោយជោគជ័យអញ្ចឹងថ្ងៃនេះគាត់នឹងចែករំលែកបទពិសោធន៍ទាំងអស់ហ្នឹងតើយើងត្រូវត្រៀមខ្លួនបែបណាខ្លះអញ្ចឹងមុននឹងចាប់ដើមសូមឲ្យហេងជួយណែនាំខ្លួនសិនហ្នឹងហើយជម្រាបសួរហេងជម្រាបសួរបងអរគុណច្រើនបងបន្តិចសិនអរគុណច្រើនភាសាទៀតបងហើយជម្រាបសួរអ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់ខ្ញុំឈ្មោះគឹមហេងហើយខ្ញុំទៅតែបញ្ចប់ការសិក្សាបញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្ត្រាលីលើមុខជំនាញគោលនយោបាយសាធារណៈនិងការគ្រប់គ្រងនៅក្នុងសាលា The University of Melbourne ហើយសប្តាហ៍ថ្ងៃនេះខ្ញុំក៏ជាសមាជិកក្រុមរបស់ក្រុមក្តីស្រឡាញ់គឺចម្រុះឬក៏ភាសាអង់គ្លេសយើងហៅថា Love is Diversity ផងដែរដែលក្រុមរបស់យើងធ្វើការទៅលើការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាក៏ដូចជាជំរុញឲ្យមានសមភាពអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខសូមអរគុណច្រើនហ្នឹងហើយអរគុណច្រើនហេងអញ្ចឹងមុននឹងយើងចូលទៅដល់ចំណុចសំខាន់ចង់សួរអារម្មណ៍ហេងបន្តិចសិនតើយល់យ៉ាងណាដែរមានអារម្មណ៍យ៉ាងណាដែរចំពោះអាហារូបករណ៍នៅអូស្ត្រាលីហ្នឹងអរគុណច្រើនបងសម្រាប់ខ្ញុំយល់ថា Australia Awards Cambodia គឺជាអាហារូបករណ៍មួយដែលផ្ដល់ឲ្យប្រជាជនខ្មែរយើងមិនថាគាត់មានអត្តសញ្ញាណ gender ណាឬក៏គាត់ជាជនជាតិដើមភាគតិចឬក៏គាត់ជាជនដែលមានពិការភាពឬក៏គាត់ធ្វើការនៅទីណាទេគាត់អាចដាក់បានបើសិនជាគាត់មានដូចថាគ្រប់នៅលក្ខខណ្ឌដែលអាហារូបករណ៍បានដាក់កំណត់អញ្ចឹងគាត់ទាំងអស់គ្នាអាចដាក់បានហើយសម្រាប់ខ្ញុំដែលខ្ញុំជាអ្នកស្រឡាញ់ភេទដូចគ្នាហើយខ្ញុំបានកំណត់អត្តសញ្ញាណ gender ថាខ្លួនឯងជាអ្នកបដូរអត្តសញ្ញាណ gender ពីស្ត្រីទៅបុរសហ្នឹងឬក៏ភាសាអង់គ្លេសយើងហៅ trans man ហ្នឹងគឺខ្ញុំពិតជាមានមោទនភាពហើយខ្ញុំគិតថាអាហារូបករណ៍ពិតជាមានបរិយាបន្នហើយនឹងភាពចម្រុះមែនតើពីព្រោះសូម្បីតែខ្ញុំជាអត្តសញ្ញាណ gender ណាក៏ខ្ញុំអាចដាក់ហើយមានឱកាសជាប់ដូចគេផ្សេងដូចគ្នាហ្នឹងហើយអរគុណច្រើនស្ដាប់ទៅរំភើបមែនតើហើយយើងមានអារម្មណ៍ថាយើងកក់ក្ដៅដែលហ្នឹងហើយទោះបីអត្តសញ្ញាណ gender ណាក៏ដោយក៏យើងមានឱកាសស្មើគ្នានៅក្នុងការដាក់ទៅរៀនដែរហើយអ្វីដែលជាពិសេសទៀតនោះគឺយើងជាអ្នកដែលមានដៃគូជាភេទដូចគ្នាហើយហេងបាននាំដៃគូទៅជាមួយបានដូច្នេះយើងទៅដល់ចំណុចសំខាន់តែម្ដងថាតើសម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នានៅពេលដែលមានម្នាក់គាត់ជាប់អាហារូបករណ៍ទៅអូស្ត្រាលីហើយតើគាត់ត្រូវត្រៀមខ្លួនបែបណាខ្លះក៏ដូចជាមានឯកសារអ្វីខ្លះដែលភ្ជាប់ហើយដែលភ្ជាប់ទៅដើម្បីឲ្យគាត់អាចយកដៃគូគាត់ទៅបានហ្នឹងហើយបងខ្ញុំគិតថាបងប្រហែលជានៅចាំពេលវេលាមួយដែលពេលហ្នឹងពួកខ្ញុំ stress ខ្លាំងចាំពីព្រោះតាមពិតទៅនៅក្នុង Australia Awards Cambodia ហ្នឹងអាហារូបករណ៍គឺផ្ដល់សិទ្ធិគ្រប់គ្នាអាចដាក់បានប៉ុន្តែសម្រាប់ករណីពួកខ្ញុំដែលជាអ្នកស្រឡាញ់ភេទដូចគ្នាហើយមានដៃគូហ្នឹងគឺជាករណីទី1ដែលខ្ញុំយកដៃគូរបស់ខ្ញុំទៅអញ្ចឹងតកតងជាមួយនឹងការធ្វើឯកសារអីផ្សេងពេលហ្នឹងគឺយើងអត់សូវដឹងទេអត់សូវដឹងច្រើនហើយពេលហ្នឹងគឺខ្ញុំត្រូវការចំណាយពេល6ខែ
ក្នុងការទៅចែកជាមួយបងជាមួយក្រុមក៏ដូចជាអង្គការដែលគាត់ធ្វើលើអ្នកស្រឡាញ់ភេទដូចគ្នាថាយើងគួរតែដាក់ឯកសារគេខ្លះហើយពេលហ្នឹង Australia Award team របស់ពួកគាត់ក៏គាត់ដឹងថាជួយយើងមិនដែរព្រោះករណីហ្នឹងថ្មីគឺករណីទី1អញ្ចឹងគាត់អាចជួយជាផ្ដល់យោបល់ថាបើសិនជាមានឯកសារណាដាក់ឲ្យច្រើនអីចឹងទៅដើម្បីឲ្យយើងបញ្ជាក់ប្រាប់ទូតអូស្ត្រាលីថាយើងពិតជាដៃគូគ្នាមែនអញ្ចឹងណាអញ្ចឹងសរុបមកបន្ទាប់ពីព្យាយាមរកឯកសារ6ខែហ្នឹងគឺឯកសារមួយចំនួនដែលខ្ញុំបានដាក់ហ្នឹងឲ្យពិតជាជោគជ័យមែនអញ្ចឹងខ្ញុំចង់ចែកម្លែកទៅបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាដែលគាត់ជាប់អាហារូបករណ៍ Australia Award ហ្នឹងហើយគាត់ចង់យកដៃគូរបស់គាត់ទៅហ្នឹងគាត់គួរតែត្រៀមឯកសារគេខ្លះអញ្ចឹងសម្រាប់ឯកសារទី1ដែលខ្ញុំគិតថាសំខាន់ខ្លាំងមែនតើហ្នឹងគឺលិខិតស្នាក់នៅរួមគ្នាអញ្ចឹងបងប្អូនអាចធ្វើលិខិតស្នាក់នៅរួមគ្នាហ្នឹងមានន័យថាបងប្អូននៅផ្ទះជាមួយគ្នាហើយធ្វើជាលិខិតស្នាក់នៅអញ្ចឹងលិខិតស្នាក់នៅហ្នឹងធ្វើមិនដោយគឺបងប្អូនគ្រាន់តែបញ្ជាក់ថាបងប្អូនស្នាក់នៅជាមួយគ្នាហើយដោយសារតែនៅកម្ពុជាយើងអត់ទាន់មានអេតាស៊ីវិលសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងយើងអាចដាក់ថាយើងជាបងប្អូនឬក៏មិត្តភក្តិអីចឹងទៅដូចការខ្ញុំដាក់ថាដៃគូរបស់ខ្ញុំហ្នឹងជាបងប្អូនខ្ញុំហ្នឹងហើយទី1គឺសភៅស្នាក់នៅហ្នឹងហើយអញ្ចឹងចំណុចទី2គឺកុងធនាគាររួមខ្ញុំគិតថាអត់ពិបាកទេទៅធនាគារហើយសូមឲ្យគេបង្កើតកុងធនាគាររួមមកគឺចប់ហើយហ្នឹងហើយកុងធនាគាររួមគឺកុងធនាគារមួយដែលមានឈ្មោះយើង2នាក់មានឈ្មោះ2នាក់ក្នុងកុងតែមួយហ្នឹងហើយអញ្ចឹងបន្ទាប់មួយទៀតគឺខ្ញុំចាំដូចជា letter of interest មានន័យថា letter ហ្នឹងមិនថាអ្នកស្រឡាញ់ភេទដូចគ្នាឬក៏អ្នកស្រឡាញ់ភេទផ្ទុយគ្នាទេឲ្យតែថាគាត់យកដៃគូរបស់គាត់ឬក៏ស្វាមីឬភរិយារបស់គាត់ឬក៏កូនរបស់គាត់ទៅជាមួយហ្នឹងគាត់ត្រូវទៅ say letter ហ្នឹងទៅទូតហើយអ្នកដែលទៅ say ហ្នឹងគឺជា awardee មានន័យថាអ្នកដែលជាប់អាហារូបករណ៍ដូចជាជំនាន់ហ្នឹងគឺខ្ញុំជាអ្នកទៅ say អញ្ចឹងក្នុង letter ហ្នឹងយើងគ្រាន់តែបញ្ជាក់ថាហេតុអីបានជាយើងចង់យកដៃគូឬក៏ស្ពៅរបស់យើងហ្នឹងទៅជាមួយអញ្ចឹងក្នុងហ្នឹងខ្ញុំអាចបញ្ជាក់ថាទី1យើងត្រូវការ emotional support អ្នកដែលគាំទ្រផ្លូវចិត្តរបស់យើងហើយយើងអត់មានអារម្មណ៍ថាឯកាខ្លាំងយើងយកពួកគាត់ទៅធ្វើឲ្យយើងមានអារម្មណ៍មួយថាយើងអត់សូវនឹកផ្ទះខ្លាំងអីចឹងណាបងហ្នឹងហើយយើងទទួលបានភាពកក់ក្ដៅហើយមួយទៀតគឺយើងការដែលខ្ញុំទៅសេហ្នឹងគឺមួយទៀតដែលខ្ញុំចាំហ្នឹងគឺខ្ញុំផ្ដោតខ្លាំងទៅលើការគ្រប់គ្រងផ្នែកផ្លូវចិត្តពីព្រោះខ្ញុំគិតថាការដែលមនុស្ស2នាក់ឬក៏ក្រុមគ្រួសារដែលគាត់នៅក្បែរគ្នាខ្ញុំជឿថាធ្វើឲ្យការសិក្សារបស់យើងហ្នឹងក៏ល្អដែរអញ្ចឹងខ្ញុំបានបញ្ជាក់ចំណុចហ្នឹងតកតងការសិក្សាហើយនិងការគ្រប់គ្រងផ្លូវចិត្តហ្នឹងហើយខ្ញុំគិតថា letter of interest ហ្នឹងដូចជាមិនមានជាទម្រង់អីណាប៉ុន្តែបងប្អូនដែលគាត់ជាប់អាហារូបករណ៍ហ្នឹងអាចនឹងសួរគ្នាតគ្នាអញ្ចឹងណាគឺជា letter ធម្មតាទេដែលយើងទៅសេរៀបរាប់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងមានន័យថាមិនមែនជាមិនមានទម្រង់ឬ format ពីទូទេតែយើងទៅសេខ្លួនឯងគឺយើងទៅសេខ្លួនឯងរៀបរាប់ខ្លួនឯងហេតុផលអីចឹងទៅដាក់ហត្ថលេខាអីចឹងទៅហ្នឹងហើយមួយទៀតលិខិតហ្នឹងហើយទី4គឺលិខិតហ្នឹងគឺសំខាន់ដែរពេលហ្នឹងគឺខ្ញុំសម្រេចចិត្តថាយើងបង្កើតខ្លួនឯងគឺលិខិតបញ្ជាក់ពីទំនាក់ទំនងរបស់យើងដែលឲ្យមានសាក្សីមានអ្នកធ្វើជាសាក្សីអញ្ចឹងក្នុងលិខិតមួយហ្នឹងគឺខ្ញុំបង្កើតជា3ទម្រង់ទី1គឺអ្នកធ្វើសាក្សីរបស់ពួកខ្ញុំគឺឪពុកម្ដាយសងខាងហើយទី2គឺបងប្អូនសងខាងទី3គឺមិត្តភ័ក្តិសងខាងដែលពួកគាត់ទាំងអស់ហ្នឹងដឹងរឿងរបស់យើងប៉ុន្តែបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាខ្លះក៏អត់ទាន់ចង់ឲ្យឪពុកម្ដាយធ្វើឲ្យទេអញ្ចឹងអាច skip ឪពុកម្ដាយក៏បានដែរអាចឲ្យជាបងប្អូនឬក៏មិត្តភ័ក្តិអ្នកធ្វើការជាមួយគ្នាឬមិត្តភ័ក្តិជិតស្និទ្ធអីចឹងណាយើងផ្ដិតមេដៃជាអ្នកផ្ដិតមេដៃឬក៏សញ្ញេក៏បានដែរបញ្ជាក់ថាពួកគាត់ដឹងឮថាពួកយើងហ្នឹងគឺជាដៃគូគ្នាមែនយើងអត់កុហកទូទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងលិខិតមួយហ្នឹងខ្ញុំបង្កើត3ផ្សេងទៀតហើយអត់មានទម្រង់ទេគឺបង្កើតខ្លួនឯងទាំងអស់អូខេហ្នឹងហើយទី4អញ្ចឹងទី5ទី5គឺប្រវត្តិស្នេហារបស់ពួកខ្ញុំអញ្ចឹងគឺខ្ញុំបញ្ជាក់ថាពួកខ្ញុំស្រឡាញ់គ្នាតាំងពីឆ្នាំណាពេលណាហើយជួបគ្នានៅកន្លែងណាចាប់ផ្ដើមតំណែងនៅពេលណាអញ្ចឹងណាហើយបន្ទាប់មកខ្ញុំដាក់រូបថត 4-5 រូបថតអីចឹងទៅខ្ញុំដាក់ទៅសេ note នៅក្រោមនឹងតិចមកថារូបនេះថតនៅឆ្នាំណាយើងទៅដើរលេងណាមួយគ្នាអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអាហ្នឹងក៏ឯកសារមួយដែរហ្នឹងហើយមួយទៀតតាក់ទងជាមួយនឹងឯកសារបើយើងមានអចលនៈទ្រព្យរួមគ្នាដោយពួកខ្ញុំមានអចលនៈទ្រព្យមានផ្ទះរួមគ្នាអញ្ចឹងយើងដាក់លិខិតស្នាក់នៅរួមគ្នាហើយឬក៏បើសិនយើងមានប្លង់ផ្ទះរួមគ្នាអញ្ចឹងយើង
បញ្ជាក់យកមានន័យថាយើងយកឯកសារហ្នឹងជាភស្តុតាងបញ្ជាក់ថាយើងពិតជាទិញរបស់រួមគ្នាដូចជាម៉ូតូឡានអីចឹងណាឬក៏ផ្ទះឬក៏សម្ភារៈអីក៏បានដែរទូរស័ព្ទអីចឹងក៏បានដែរបើមានតែបើអត់មានយើងអាចរកអចលនៈទ្រព្យណារៀងៗខ្លួនទៅដែលជាកម្មសិទ្ធិរបស់យើងចឹងណាហ្នឹងហើយហើយចុងក្រោយគឺឯកសារទូទៅឯងមានន័យថាសភៅគ្រួសារប៉ាសពតហើយនិងអត្តសញ្ញាណប័ណ្ណរៀងខ្លួនហ្នឹងហើយអត់ពាក់ព័ន្ធគ្នាហ្នឹងហើយហ្នឹងជាតម្រូវការពីទូតហ្នឹងហើយការពិតទៅពេលហ្នឹងទូតដូចជាអត់មានបញ្ជាក់ប្រាប់ថាអូត្រូវការឯកសារប៉ុន្មានទេប៉ុន្តែដោយសារតែយើងគិតថាយើងចង់ធ្វើឲ្យបានជោគជ័យអញ្ចឹងយើងព្យាយាមធ្វើម៉េចឲ្យមានទម្ងន់អញ្ចឹងឯកសារយើងព្យាយាមដាក់ឲ្យកាន់តែច្រើនដើម្បីឲ្យទូតជឿជាក់ហើយជាយោបល់ពីខ្ញុំយើងចង់ដូចថាយើងការពារភាសាជាងព្យាបាលពាក្យចាស់ខ្មែរយើងណាយើងព្យាយាមដាក់ឲ្យច្រើនទៅក៏ល្អជាងដែលមានបញ្ហាអវិជ្ជមានពីទូតមកទីហោះថាយើងធ្លាក់វិស័យទៅវាជារឿងមួយផ្សេងទៀតហ្នឹងហើយអញ្ចឹងព្យាយាមប្រាប់គេថាយើងពិតជាដៃគូគ្នាមែនយើងបានកុហកគេអញ្ចឹងហ្នឹងហើយអរគុណច្រើនហើយស្ដាប់ទៅយើងមានសង្ឃឹមច្រើនមែនទែនទោះបីជាថាស្ដាប់ទៅដូចមានច្រើនចំណុចបន្តិចប៉ុន្តែស្ថិតតែអ្វីដែលយើងអាចធ្វើបានទេអញ្ចឹងខ្ញុំសូមរំលឹកឡើងវិញបន្តិចបើសិនជាភ្លេចចាំឲ្យជួយបញ្ជាក់ផងអញ្ចឹងឯកសារទី1ដែលយើងត្រូវការសំខាន់នោះគឺសៀវភៅស្នាក់នៅរួមគ្នាយើងហើយនឹងដៃគូរបស់យើងទី2គឺកង់ធនាគាររួមគ្នាទី3គឺ letter of interest ទី4គឺលិខិតបញ្ជាក់ពីទំនាក់ទំនងស្នេហារវាងយើងហើយនឹងដៃគូរបស់យើងទី5អីគេប្រវត្តិស្នេហាទី5ប្រវត្តិស្នេហាអញ្ចឹងអានឹងសិតតែអ្វីដែលយើងអាចធ្វើបានទេដូចហេងគាត់ធ្វើកន្លងមកគឺដាក់មានភ្ជាប់ជាមួយរូបថតយើងជាមួយគ្នាយើងនៅឆ្នាំណាយើងទៅណាយើងកំពុងធ្វើអីពេលហ្នឹងអីចឹងទៅអញ្ចឹងទី6តកតងទៅនឹងអចលនៈទ្រព្យប្រសិនបើមានរួមបើសិនជាអត់មានក៏អត់អីដែរហើយនឹងទី7គឺឯកសារយើងផ្ទាល់ខ្លួនរៀងខ្លួនគឺអីគេសភៅគ្រួសារសភៅគ្រួសារប៉ាសពតអីរៀងខ្លួនចឹងទៅអស់ហើយណាអស់ហើយបងអូខេអញ្ចឹងខ្ញុំយល់ថាជាព័ត៌មានដ៏សំខាន់ដែលហេងគាត់ធ្លាប់បានដាក់ទៅហើយទទួលបានជោគជ័យមែនបាននាំដៃគូទៅជាមួយហើយឥឡូវនេះរៀនចប់រហូតដល់ត្រឡប់មកវិញហើយអញ្ចឹងសង្ឃឹមថាជាព័ត៌មានដែលអ្នកទាំងអស់គ្នាប្រហែលជាត្រូវការហើយបើសិនជាមានអ្វីចង់សួរបញ្ជាក់បន្ថែមក៏អាចសួរនៅក្នុង comment ឬក៏ឆានមក page របស់យើងក៏បានដែរយើងរីករាយជានិច្ចនៅក្នុងការឆ្លើយជូនអ្នកទាំងអស់គ្នាពីព្រោះអីយើងចង់ឲ្យដៃគូអ្នកស្រឡាញ់ភេទដូចគ្នាទទួលបាននៅឱកាសទាំងអស់ហ្នឹងដូចអ្នកដែលស្រឡាញ់ភេទផ្ទុយដែរបើទោះបីជាយើងអត់ទាន់មានអត្តាសិវិលបញ្ជាក់ក៏ប៉ុន្តែយើងមានវិធីផ្សេងដែលយើងអាចធ្វើបានអញ្ចឹងមុននឹងយើងបញ្ចប់ដោយសារនឹងជាចំណុចសំខាន់នៅក្នុងវីដេអូរបស់យើងហើយមុននឹងយើងបញ្ចប់ចង់ឲ្យចែករំលែកអារម្មណ៍បន្តិចទៀតយល់យ៉ាងណាដែរសម្រាប់ការរស់នៅប្រទេសអូស្ត្រាលីក្នុងនាមយើងជាអ្នកបដូរ gender ម្នាក់តើយល់បែបណាដែរមានអារម្មណ៍យ៉ាងណាហ្នឹងហើយបងអរគុណច្រើនបើពីអារម្មណ៍ខ្ញុំគិតថាពេលហ្នឹងគឺជាខ្ញុំធ្វើឲ្យខ្ញុំនឹកឃើញអារម្មណ៍ពេលហ្នឹងខ្ញុំមានអារម្មណ៍ថាមនុស្សយើងមិនថាគាត់ជាអ្នកណាអត្តសញ្ញាណ gender អ្វីក៏ដោយនៅពេលដែលគាត់អាចស្លៀកពាក់អ្វីដែលគាត់ចង់ស្លៀកបាននៅពេលដែលគាត់អាចធ្វើជាខ្លួនឯងគឺមានអារម្មណ៍មួយថាសក្តានុពលក្នុងខ្លួនយើងមានប្រមាណគឺយើងអាចប្រើបានទាំងអស់ហើយមានអារម្មណ៍ថាគឺជាសេរីភាពពិតដែលយើងអត់អាចបរិយាយអារម្មណ៍នឹងបានទេអញ្ចឹងអារម្មណ៍មួយដែលខ្ញុំរស់នៅអូស្ត្រាលីហើយខ្ញុំបដូរអត្តសញ្ញាណ gender ពីស្ត្រីទៅបុរសឬ trans man ហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំជាខ្លួនឯងពេញលក្ខណៈហ្មងគឺខ្ញុំអាចធ្វើអីដែលខ្លួនឯងចង់ធ្វើដោយមិនប៉ះពាល់សិទ្ធិអ្នកដទៃដោយមិនខុសច្បាប់ហើយខ្ញុំអាចធ្វើអីដែលគិតថាជាខ្លួនឯងហើយខ្ញុំមានអារម្មណ៍មួយថាជាអារម្មណ៍មួយដែលថាខ្ញុំអត់ដឹងថារកពីអីនិយាយបានទេគ្រាន់តែដឹងថាសក្តានុពលនៅក្នុងខ្លួនខ្ញុំមិនគឺខ្ញុំអាចយកប្រើបានទាំងអស់ហើយអញ្ចឹងខ្ញុំតែងតែរំលឹកគិតមកវិញថាបើសិនជាបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់គាត់មានការគ្រប់គ្រងផ្លូវច្បាប់ដូចជាប្រទេសអូស្ត្រាលីហើយក៏ដូចជាអេតាស៊ីវិលដែលគេទទួលស្គាល់ស្របច្បាប់ខ្ញុំគិតថាពួកគាត់ក៏មានឱកាសចឹងដូចគ្នាគាត់មានឱកាសក្នុងការបញ្ចេញសមត្ថភាពក្នុងការបញ្ចេញសក្តានុពលរបស់ខ្លួនឯង
ហើយសំខាន់គាត់អាចធ្វើជាធនធានមួយដ៏ល្អនៅក្នុងសង្គមដូចគ្នា ហ្នឹងហើយអរគុណច្រើនមែនតើកន្លែងហ្នឹងគឺជាចំណុចដ៏សំខាន់ហើយជាអ្វីមួយដែលយើងចង់ឈានឆ្ពោះទៅដល់កន្លែងហ្នឹងហើយយើងក៏សង្ឃឹមថានៅក្នុងសង្គមកម្ពុជារបស់យើងនឹងវិវត្តទៅដល់ចំណុចមួយហ្នឹងក្នុងពេលឆាប់ៗនេះផងដែរអញ្ចឹងការដែលយើងមានអារម្មណ៍មួយថាយើងអាចធ្វើជាខ្លួនឯងបានយើងលែងព្រួយបារម្ភថាអូតិចគេគិតថាយើងអញ្ចេះតិចគេមើលងាយយើងបែបនេះគេឬក៏យើងប្រឈមមួយកខ្សែភ្នែកមួយដែលគេមើលមកយើងបែបពីខុសគេហើយបែបអីនេះយើងលែងមានអារម្មណ៍ទាំងអស់ហ្នឹងធ្វើឲ្យយើងអាចបញ្ចេញនៅសក្តានុពលរបស់ខ្លួនឯងពេញលេញពាក្យថាបញ្ចេញសក្តានុពលពេញលេញហ្នឹងគឺពិតជាសំខាន់មែនទែនដែលអាចធ្វើឲ្យមនុស្សម្នាក់ក្លាយជាធនធានសម្រាប់សង្គមជាតិរបស់យើងអញ្ចឹងត្រង់ហ្នឹងគឺជាកន្លែងដែលសំខាន់មែនទែនហើយអញ្ចឹងនៅក្នុងកិច្ចតជែករបស់យើងកិច្ចពិភាក្សាក៏ដូចជាការជជែកនៅក្នុងថ្ងៃនេះយើងមានតែប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបាននៅអ្វីដែលហេងចែករំលែកហើយអរគុណហេងមែនតើសម្រាប់ការចែករំលែកដ៏សំខាន់មួយនេះហើយយើងនឹងមានប្រធានបទអ្វីផ្សេងសំខាន់ផ្សេងបន្ថែមទៀតដែលយើងយល់ថាជាប្រយោជន៍សម្រាប់បងប្អូនដែលជាអ្នកស្រឡាញ់ភេទដូចគ្នាយើងនឹងព្យាយាមធ្វើបន្ថែមទៀតហើយអ្នកទាំងអស់គ្នាក៏អាចស្នើប្រធានបទបានដែរប្រសិនបើចង់ដឹងពីរឿងអីមួយឬក៏ចង់ឲ្យពួកយើងចែករំលែកពីអ្វីមួយក៏អាច comment បានក៏ដូចជាឆានមកពួកយើងក៏បានដែរយើងនឹងព្យាយាមលៃរោលោកយកពេលវេលាដែលយើងអាចធ្វើបានហ្នឹងមកចែករំលែកបងប្អូនទាំងអស់គ្នាជាចំណេះដឹងបន្ថែមក៏ដូចជាព័ត៌មានបន្ថែមដែលអាចជួយទៅដល់បងប្អូនជាអ្នកស្រឡាញ់ភេទដូចគ្នារបស់យើងបានអញ្ចឹងជាចុងក្រោយអរគុណមែនតើអរគុណហេងហើយអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅឱកាសក្រោយហើយជូនពរឲ្យសុខភាពល្អសំណាងល្អក៏ដូចជាកុំភ្លេចថែរក្សាខ្លួនឯងផងទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តអរគុណជម្រាបលាបាយបាយ